បើសិនជាអ្នកចង់ធ្វើការរួមភេទជាមួយនឹងស្ត្រីប្រភេទនេះគឺវាមានភាពងាយស្រួលខ្លាំងមែនតើអ្នកគ្រាន់តែផ្ដល់ឲ្យនៅអ្វីដែលនាងចង់បានឲ្យទៅនាងនឹងផ្ដល់ឲ្យអ្នកនៅអ្វីដែលអ្នកចង់បានឲ្យត្រឡប់មកអ្នកវិញក្នុងសម័យកាលនេះគឺជាសម័យកាលដែលបុរសស្ត្រីប្រព្រឹត្តនៅអំពើផិតក្បត់ស្មារតីគ្នាដែលហេតុនេះហើយទើបនាងខ្ញុំសម្រេចចិត្តមកធ្វើការបកស្រាយនៅប្រធានបទមួយស្ដីអំពីប្រភេទស្ត្រីដែលងាយនឹងប្រព្រឹត្តនៅអំពើផិតក្បត់ចិត្តស្វាមីរបស់ខ្លួនលួចទៅមានសហាយស្មន់នៅខាងក្រៅដើម្បីជាការចែករំលែកជូនដល់សុភាពបុរសទាំងឡាយឲ្យរៀនចេះសម្គាល់មើលនៅប្រភេទស្ត្រីដែលងាយប្រព្រឹត្តនៅអំពើផិតក្បត់អស់ទាំងនេះពោលការការពារគឺប្រសើរជាងព្យាបាលប្រភេទទី1ស្ត្រីដែលមានតម្រូវការមនោសញ្ចេតនាស្នេហាខ្ពស់ស្ត្រីប្រភេទនេះគឺជាមនុស្សដែលមានតម្រូវការទាមទារចង់បានមនោសញ្ចេតនាស្នេហាខ្ពស់ពីដៃគូរបស់ខ្លួនប៉ុន្តែដែលហេតុថាគូស្នេហ៍របស់នាងពុំអាចបំពេញនូវបំណងប្រាថ្នារបស់នាងបានដូច្នេះហើយនាងក៏សម្រេចចិត្តចេញទៅស្វែងរកបុរសដទៃឲ្យមកបំពេញនូវសេចក្តីស្រឡាញ់ដែលស្វាមីរបស់នាងពុំអាចផ្ដល់ឲ្យនាងបានបើយើងនិយាយដល់ត្រង់ចំណុចនេះទៅយើងក៏ពិបាកទៅដាក់បន្ទុកទម្លាក់កំហុសឲ្យទៅលើស្ត្រីក្រុមប្រភេទនេះដែរព្រោះដូចតែយើងទាំងអស់គ្នាបានឮស្រាប់ហើយថានៅក្នុងសង្គមខ្មែរយើងក្នុងពេលបច្ចុប្បន្ននេះណាមានបុរសភាគច្រើនដែលពួកគាត់នឹងសុខចិត្តយកពេលទំនេររបស់ខ្លួននឹងចេញទៅក្រៅជួបជុំពួកម៉ាក់ផឹកស៊ីស្រីញីអូនបងអោបកសោបស្រីចិញ្ចឹមស្រីនៅក្រៅផ្ទះក៏គាត់នឹងមិនព្រមយកពេលវេលារបស់គាត់នឹងយកមកកំដរភរិយារបស់ខ្លួនយកមកថ្នាក់ថ្នមផ្ដល់សេចក្តីស្រឡាញ់ផ្ដល់ភាពកក់ក្ដៅនិងការយកចិត្តទុកដាក់ព្រមទាំងការជួយយកអាសាទុក្ខធរៈភរិយារបស់ខ្លួនដែរប្រភេទទី2ស្ត្រីដែលមានពេលទំនេរច្រើនស្ត្រីប្រភេទនេះមានមួយចំនួនគឺជាស្ត្រីមេផ្ទះដែលពួកនាងមានកូនចូលរៀនអស់ហើយដូច្នេះហើយពួកនាងអាចនៅសល់ពេលវេលាទំនេរជាច្រើនសម្រាប់ខ្លួនឯងឬក៏មានមួយចំនួនទៀតអាចនឹងជាស្ត្រីដែលមានការងារធ្វើផ្ទាល់ខ្លួនតែដែលឡែកអីការងាររបស់ពួកនាងនឹងគឺជាប្រភេទការងារសាឬក៏មិនសូវជាជាប់រវល់អីខ្លាំងណាដែលអាចឲ្យពួកនាងនឹងមានពេលវេលានៅសេសសល់សម្រាប់អង្គុយដកដង្ហើមចោលក៏ដូចគ្នានេះដែរប្រភេទស្ត្រីដែលស្ថិតនៅក្នុងក្រុមចម្ពោះស្ត្រីទី2នេះគឺជាមនុស្សដែលពុំមានសម្ពាធខាងផ្នែកហិរញ្ញវត្ថុដើម្បីឲ្យពួកនាងនឹងត្រូវដេកកាត់ទុកព្រួយលំបាកចិត្តអ្វីទាំងអស់ចាពួកនាងអាចគឺជាស្ត្រីដែលទទួលការចិញ្ចឹមបីបាច់ថែរក្សាបានយ៉ាងល្អពីស្វាមីប្តីឲ្យលុយចាយពេញដៃឬក៏ជាមនុស្សម្នាក់ដែលក្តោបក្តាប់ហិរញ្ញវត្ថុទាំងអស់របស់ស្វាមីដូច្នេះហើយពួកនាងអាចនៅសល់ពេលវេលាសេសសល់ជាច្រើនដើម្បីអង្គុយតុបតែងរាងកាយឲ្យបានស្រស់ស្អាតប៉ុន្តែដែលឡែកអីស្វាមីរបស់នាងនឹងពុំមានពេលនៅក្នុងការគយគន់សម្រាប់ដល់ស្រស់តការបស់នាងនិងពុំមានពេលដើម្បីកំដរនាងដូច្នេះហើយអ្វីដែលនាងអាចធ្វើបាននោះគឺការបែកគំនិតគិតទៅរកអ្នកដែលគយគន់ចាជំនួសស្វាមីនាងនឹកគិតរកអ្នកកំដរជំនួសស្វាមីនាងប្រភេទទី3ស្ត្រីដែលមានមហិច្ឆតានិងគោលដៅច្បាស់លាស់ស្ត្រីប្រភេទនេះនាងចាត់ទុកស្នេហាមនោសញ្ចេតនាការរួមភេទខ្លួនប្រាណនិងអាពាហ៍ពិពាហ៍របស់ខ្លួនត្រឹមតែជាថ្នូរនៅក្នុងការដោះដូរអ្វីមួយដែលនាងចង់បានតែប៉ុណ្ណោះហើយរបស់អស់ទាំងហ្នឹងអាចនឹងមានដូចជាទ្រព្យសម្បត្តិមាសប្រាក់កេរ្តិ៍ឈ្មោះកិត្តិយសឋានៈនិងតំណែងទូនាទីឬមួយក៏ដើម្បីតែអាចសម្រេចគោលដៅដែលនាងចង់ទៅដល់គឺនាងនឹងមិនស្ដាយសំណោះនៅក្នុងការលះបង់ខ្លួនប្រាណដើម្បីធ្វើជាថ្នូរនៅក្នុងកិច្ចដោះដូរមួយនេះនោះទេបើទោះបីជានាងគឺជាស្ត្រីម្នាក់ដែលរៀបការមានស្វាមីមានគ្រួសាររួចហើយក្តៅក្តីក៏នាងនឹងមិនខ្លាចញញើតនៅក្នុងការប្រព្រឹត្តនៅអំពើផិតក្បត់ចិត្តស្វាមីរបស់ខ្លួនលួចទៅមានសហាយស្មន់ខាងក្រៅដែរចាហើយបើសិនជាអ្នកចង់ធ្វើការរួមភេទជាមួយនឹងស្ត្រីដែលស្ថិតនៅក្នុងក្រុមប្រភេទនេះគឺវាមានភាពងាយស្រួលខ្លាំងមែនតើអ្នកគ្រាន់តែផ្ដល់ឲ្យនៅអ្វីដែលនាងចង់បានឲ្យទៅនាងនឹងផ្ដល់ឲ្យអ្នកនៅអ្វីដែលអ្នកចង់បានឲ្យត្រឡប់មកអ្នកវិញចាកិច្ចដោះដូរគឺវាប្រព្រឹត្តទៅបានយ៉ាងរលូននិងងាយយល់បែបនេះឯងស្រាប់សេចក្តីមកវិញស្ត្រីដែលងាយប្រព្រឹត្តនៅអំពើផិតក្បត់ចិត្តស្វាមីរបស់ខ្លួនលួចតែមានសហាយស្មន់នៅខាងក្រៅគឺមាន3ប្រភេទដោយប្រភេទទី1គឺជាស្ត្រីដែលមានតម្រូវការទាមទារចង់បានផ្នែកមនោសញ្ចេតនាស្នេហាខ្ពស់
ប្រភេទទី2គឺជាស្ត្រីដែលមានពេលវេលាទំនេរច្រើនប៉ុន្តែបែរជាគ្មានស្វាមីនៅកំដរនិងប្រភេទទី3គឺជាស្ត្រីដែលមានមហិច្ឆតានិងគោលដៅច្បាស់លាស់ចា៎សុភាពបុរសទាំងឡាយតើភរិយារបស់អ្នកបានជាប់នៅក្នុងតារាងស្ត្រីទាំង3ប្រភេទនេះដែរឬទេ